ជាបឋមខ្ញុំសូមក្រាបថ្វាយបង្គំព្រះធេរាធិរៈគ្រប់ព្រះអង្គដែលនៅតាមប្រព័ន្ធ Facebook ឬក៏តាម Telegram ដែលកំពុងតែបង្ហោះចេញសូមថ្លែងអំណរគុណដល់វិទ្យាឋានទំនាក់ទំនងអន្តរជាតិដែលបានរៀបចំកម្មវិធីនេះដែលនិយាយអំពីវេទិកាមិត្តភាពកម្ពុជាមិត្តដៃថៃបនេះដែលយើងធ្វើកិច្ចសហប្រតិបត្តិការគ្នារយៈពេលយូរលង់ណាស់មកហើយចំណុចទី2សូមថ្លែងអំណរអគុណដល់វាគ្មិនអាយដាមដែលមានវត្តមាននៅទីនេះបង្ហាញអំពីអ្វីទៅដែលជាទស្សនវិជ្ជានៃមិត្តដៃថៃបទី3សូមអរគុណបងប្អូនទាំងអស់ដែលជានិស្សិតជាបញ្ញវន្តដែលបងប្អូនគ្រាបយកចំណេះដឹងដើម្បីធ្វើដំណើរទៅមុខទាំងអស់គ្នានៅក្នុងវេទិកានេះខ្ញុំមានចំណុចដោយសារតែវាគ្មិនបានបរិយាយបានវែកញែកអស់ហើយនៅទីនេះខ្ញុំលើកយក4ចំណុចទី1គឺប្រវត្តិសាស្ត្រទី2គឺភូមិសាស្ត្រនយោបាយទី3គឺសហជាមួយគ្នាទី4គឺចែករំលែកស្អីទៅជាប្រវត្តិសាស្ត្រគឺជាការប្រទេសយើងទាំងពីរគឺជាប្រទេសមួយដែលមានភូមិផងរបងជាមួយគ្នាយើងមានប្រៃមានសាបមានជូរមានផ្អែមរៀនពីគ្នាទៅវិញទៅមកឧទាហរណ៍យើងឃើញហើយថានៅតំបន់នៅជិតយើងជានៅយូណាននៅអីចឹងគឺមានប្រពៃណីទំនៀមទម្លាប់មិនខុសគ្នាទេមានស្គរថៃយ៉ាំមានស្អីចឹងចម្លងគ្នាទៅវិញទៅមកទី2យើងដឹងហើយថាវាគ្មិនក៏បានបង្ហាញដែរទំនាក់ទំនងដោយសារវប្បធម៌ដែលចាក់ឈាមរាប់ពាន់ឆ្នាំមកហើយខ្មែរយើងមានឈាម2ដែលធំទី1ឈាមចិនទី2ឈាមឥណ្ឌាបាទស្ដេចខ្មែរមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយឥណ្ឌាច្រើនណាស់ទីទៀតសភៅប្រវត្តិសាស្ត្រនឹងចេញហើយនៅពេលខាងមុខនេះយើងនឹងចេញប្រវត្តិសាស្ត្រពីសម័យឧដុង្គមកសម័យទំនើបវាចេញសិនហើយចោលមកបានសម័យដួលរលំអង្គរសម័យអង្គរសម័យក្រោយអង្គរខាងខ្ញុំកំពុងតែសម្អាតនិងរៀបចំទាំងអស់ហ្នឹងហើយអ្នកដែលយ៉ាប់ជាងគេគឺសម័យទំនើបអាយដាមមៀកបូរ៉ាក៏អត់យ៉ាប់ទេដល់ពេលសម័យអង្គរគាត់យ៉ាប់ព្រោះយើងអាងទៅលើសិលាចារឹកបាទព្រោះឧទាហរណ៍ចិនហៅកម្ពុជាថាហ្វូណនរហូតដល់ខ្មែរយើងនិយាយស្ទាត់មាត់ហ្វូណនតាមពិតមិនមែនហ្វូណនទេសម័យនគរភ្នំបាទនគរភ្នំប៉ុន្តែយើងអត់មានឯកសារកុំតូចចិត្តសង្គ្រាមអរគុណចិនដែលគេបានចាយបានឆ្លាក់បានសរសេរប្រវត្តិសាស្ត្ររបស់យើងហើយគេបានធ្វើជាកាដូនៅសភៅគេហៅសភៅយៈឲ្យខ្ញុំមួយធំមែនតើនៅទីក្រុងប៉េកាំងនៅសាកលវិទ្យាល័យប៉េកាំងដែលធ្វើកិច្ចសហប្រតិការហើយពេលនោះសម្ដេចអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបានទៅសម្ពោធបើកវេទិកាវប្បធម៌កម្ពុជាចិននៅពេលនោះប្រវត្តិសាស្ត្រមួយប៉ុន្តែវិទ្យាស្ថាននោះមិនទាន់ដំណើរការទេកូវីដបើកហើយក៏កូវីដទៅអញ្ចឹងមកដល់ថ្ងៃនេះមិនទាន់ទេហើយទី2សូមជម្រាបជូនដែរថាថ្នាក់ដឹកនាំតាំងពីសម័យអតីតកាលរហូតដល់បច្ចុប្បន្នកាលគិតតែរឹតចំណងសាមគ្គីភាពយ៉ាងរឹងមាំឬក៏ហៅថាមិត្តដៃថៃបនៅក្នុងវេទិកានេះតែម្ដងអញ្ចឹងកាន់តែខ្លាំងមែនទែនខ្ញុំមិនរំលឹកច្រើនទេគឺយើងនិយាយពីអតីតកាលហើយនិយាយពាក់កណ្ដាលសម័យទំនើបនេះយើងឃើញហើយថាទោះបីជាយើងមានភាពគ្រោះថ្នាក់រវាងកម្ពុជាតាមពិតចិនមិនសូវគ្រោះថ្នាក់ទេអ្នកដែលគ្រោះថ្នាក់ជាងគេគឺកម្ពុជាតូចហើយត្រូវបានគេធ្វើជាតាប៊ីយ៉ាបងអូនដឹងហើយថាគេចង់អុកអានេះឲ្យចូលគេគោះអានោះតែឲ្យមកបុកអានេះអញ្ចឹងកម្ពុជាជាតាប៊ីយ៉ារបស់មហាអំណាចបាទគេចង់រឿងសមុទ្រចិនខាងត្បូងគេបន្ទោសកម្ពុជាថាធ្វើអាដែងផែទឹកជ្រៅនៅរៀមប៉ុន្តែអ្នកជិតខាងរបស់យើងមានផែទឹកជ្រៅយូរណាស់មកហើយមានទាំងសម័យសហភាពសូវៀតក៏មានអាមេរិកក៏មាននៅប្រទេសថៃក៏ដូចគ្នាក៏មានផែទឹកជ្រៅយូរណាស់មកហើយខ្មែរយើងអត់មានទេហេតុអីបើខ្មែរមានគឺប្រវត្តិសាស្ត្រយើងបាត់ផែ3ផែអូកែវផែព្រៃនគរឬព្រៃកោបាទដែលយើងនឹងកំពុងកបីបាទ
ឬក៏ហៅថាបឹងផែតាមុកបាទផែតាមុកទាំងអស់ហ្នឹងគឺសិតសឹងតែខ្មែរបើយើងមានយើងក៏មិនធ្វើដែរប៉ុន្តែអភ័ព្វប្រវត្តិសាស្ត្រអញ្ចឹងយើងគ្រាន់តែនិយាយនឹងសម័យអាណានិគមនិយមបារាំងខ្ញុំបានបង្ហាញអញ្ចឹងយើងក៏បានឯកសារចិនច្រើនណាស់ដែលសល់ឲ្យយើងចងក្រងដើម្បីជាប្រវត្តិសាស្ត្រហើយមួយឈាមជាប់មួយទៀតក៏យើងមានទំនាក់ទំនងជាមួយឥណ្ឌូនេស៊ីយើងនៅចន្លោះពួកយើងវាយរហូតដល់ភូមាទៅចាប់ដៃជាមួយចិននៅគុនមិញពេលគុនមិញវាយបោជួយថៃបុកមកបង្កើតសង្គ្រាមនៅរវាងថៃនឹងតែធ្វើឲ្យកម្ពុជាយើងជួបឧបសគ្គទាំងអស់ហ្នឹងគឺប្រវត្តិសាស្ត្រទី2និយាយអំពីភូមិសាស្ត្រខ្ញុំមិននិយាយបន្តទៀតទេប្រវត្តិសាស្ត្រនិយាយអំពីភូមិសាស្ត្រឥឡូវនេះវាមានទិដ្ឋភាព3ទី1ភូមិសាស្ត្រនៅក្នុងបរិបទនៃសង្គ្រាមត្រជាក់ទី2គឺនៅក្នុងរថប្រណាំងនៃសកលភាវូបនីយកម្មទី3 AI បាទទី3នេះធ្ងន់បាទសម័យ AI រថសកលភាវូបនីយកម្មក៏ជួបដែរសង្គ្រាមត្រជាក់នៃប្រទេសយើងកម្ពុជាក៏ជាចំណុចមួយដែរពេលនោះកម្ពុជានិងចិនជាមិត្តភាពគេបានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីចែកស្បៀងវាយសហរដ្ឋអាមេរិកកម្ពុជាបានទទួលនៅក្រប B52 ដែលបន្សល់នៅក្របបែកពេលខ្ញុំដើរព្រំដែនខ្ញុំស្រក់ទឹកភ្នែកតែឥឡូវនេះបានធ្វើផ្លូវហើយយើងវាចុះពីលើនងមកដើម្បីទៅយកបកគោលបាទហើយមិនមែនជារឿងធម្មតាទេយើងចុះតាមវត្តបាទជួនកាល20នាក់ឯងសល់2នាក់បាទសល់2នាក់បើបកគោល16វិញកងខាងខាងមាន20នាក់ខាងប៉ូលីសមាន17នាក់ខាងខ្ញុំមាន3នាក់ចុងក្រោយសល់តែ1នាក់ឯងបាទសល់កាមធុលដែរព្រោះកាមធុលជិះម៉ូតូទេជិះម៉ូតូចាប់ពួកអាម៉ូតូដឹកឈើបាទខ្ញុំបានហេតុអីបានជាខ្ញុំទៅខ្ញុំក៏ជាមនុស្សដូចគេដែរខ្ញុំអានប្រវត្តិសាស្ត្រខ្មែរបាត់កោះត្រល់ដោយសារតែខ្មែរមិនទៅយកពន្ធគឺខ្លាចអលោកអញ្ចឹងខ្ញុំអត់ឲ្យជន់ប្រវត្តិសាស្ត្រខ្ញុំខំមាត់ដើររហូតទៅយកចំណុចនឹងឲ្យបាននេះគ្រាន់ជំរាបជូនទេ1270គីឡូម៉ែត្រខ្ញុំអាចនិយាយដែលអត់មានឯកសារពួកខ្ញុំបានដើរទាំងអស់បាទខ្ញុំបានដើរទាំងអស់អញ្ចឹងគ្រាន់តែជំរាបជូនបងប្អូនចូលទៅកន្លែងហ្នឹងដែលយើងបានធ្វើកិច្ចការហ្នឹងអញ្ចឹងចិនបានផ្ដល់ឯកសារជាច្រើនសម្រាប់យើងហើយទី2នេះភូមិសាស្ត្រដែលយើងរត់ប្រណាំងគ្នាពេលនេះវៀតណាមត្រូវដឹងគុណកម្ពុជាបើគ្មានកម្ពុជាឲ្យដីជ្រកទេក៏អត់បានបង្កើតនៅផ្លូវលំហូជីមិញហើយក៏មិនអាចបង្រួបវៀតណាមខាងត្បូងបានដែរនៅ30ឆ្នាំ1975នេះខ្ញុំប្រាប់ថាអញ្ចឹងអ្នកណាអ្នកជួយចិនដឹកមកតាមណាដឹកមកតាមខ្មែរដឹកអីដឹកក្របដឹកអីដឹកស្បៀងដឹកអីដឹកលុយបាទចូលតាមកំពង់សោមដឹកយកទៅបាទអានឹងគ្រាន់ជំរាបជូនអញ្ចឹងអរគុណមិត្តចិនដែលបានធ្វើកិច្ចការហ្នឹងចំណុចមួយទៀតនៅក្នុងបរិបទនៃសកលភាវូបនីយកម្ម WTO ពេលនោះកម្ពុជាចេញពីសង្គ្រាមមកបាត់ដៃទៅទេសមាមិត្តហ៊ុនសែនខំកសាងពីសូន្យណាអត់មានស្អីក៏អត់មានប៉ុន្តែយើងខំពួតដៃគ្នាណាពីក្រមពីដើមការសហករណ៍នៅក្នុងសម័យអពតចេញពីសហករណ៍ទៅអីបងប្អូនមានដឹងទេក្រមសាមគ្គីប្រវាស់ដៃហេតុអីមកប្រវាស់ដៃព្រោះសមាមិត្តហ៊ុនសែនសមាមិត្តហេងសំរិនហ្នឹងបានឃើញច្បាស់ថាគេសម្លាប់មនុស្សប្រុសអស់ហើយនៅសល់មនុស្សស្រីទេអញ្ចឹងមនុស្សស្រីខ្មែរយើងអត់ជួដីទេជួលើមនុស្សប្រុសអញ្ចឹងគេបង្កើតក្រុមប្រវាស់ដៃដើម្បីយកមនុស្សប្រុសទៅជួយជួប៉ុន្តែគេរត់ប្រណាំង WTO យើងអត់មានទេយើងអត់មានអីទាំងអស់អាហ្នឹងយើងគិតបាទហើយនេះគឺគាត់ជំរាបជូនទេខ្មែរយើងថ្កុំថ្កើងណាបាទមុនខ្ញុំមកគេនិយាយតែខ្ញុំថាខ្មែរថ្កុំថ្កើងខ្មែរមុនប៉ុន្តែខ្មែរយើងឥឡូវនេះផ្ដេចដួលរមូលសំក្រិចបាទបន្ទោសចិនតែអត់ហ៊ានបន្ទោសខ្លួនឯងតែបន្ទោសខ្លួនឯងបាទរបស់យើងល្អចិនមិនទិញលក់ឲ្យអ្នកផ្សេងណាកុំចាំតែចិនទិញខ្ញុំដឹងចិនមានមិនមែន1300លានទេ1400លានអ្នកបាទឥឡូវនេះយើងត្រូវខំធ្វើរបស់យើង
ខំមាន5ទី1ភ្លើងថោកធ្វើម៉េចភ្លើងថោកអាយដាមគីសេរីវ៉ាន់គាត់និយាយឲ្យត្រូវបង្កើតសូឡាថាមពលទឹកកកើតឡើងវិញប៉ុន្តែហ៊ានកាត់សាច់ស្អុយទេកុំឲ្យគេដឹកសូឡាមកនិយាយពីប្រទេសបើក្រុមហ៊ុនខ្លួនឯងដឹកបាត់មាត់ឈឹងហ៊ានជំរាមជីហ្នឹងណាបាទបើហ៊ានអានឹងបានព្រោះអីសូឡាគឺជាធម្មពលដែលមានតម្លៃទាបបំផុតកាលណាយើងឈ្នះយើងចាញ់គេ5ចាញ់ទី1ធម្មពលថ្លៃជាងគេទី2ដឹកជញ្ជូនហេតុអីបានវៀតណាមមកដឹកពីកម្ពុជាថៃមកពីដឹកពីកម្ពុជាហើយតម្លៃទាបលក់ដល់ចិនបានហើយចិនមិនក៏មកដឹកពីកម្ពុជាទៅយើងដាក់ចម្ងល់ណាស្វែងមកថាដឹកកពើវៀតណាមយកកពើពីសៀមរាបទៅលក់ឲ្យចិនហើយចិនមិនសៀមរាបទៅដឹកជញ្ជូនវាថ្លៃទី3ដឹកទៅដឹកអីមកវិញដឹកមកអត់មានដឹកទៅវិញអានឹងបញ្ហាគេមានដឹកទៅដឹកមកដល់ពេលដឹកមកធន់ទៅវិញអត់មានកប៉ាល់ភ័យខ្លាចត្រូវអាលោកក្លាប់ព្រោះយកអត់មានដឹកអានឹងតែជាបញ្ហាពួកទៅចំណុចមួយទៀតការិយាល័យធិបតេយ្យត្រូវតែកំទេចចោលបាទយើងរួមកិច្ចសហប្រតិការថ្មីនេះខ្ញុំបានធ្វើកិច្ចសហប្រតិការជាមួយអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើកិច្ចការមួយគេហៅថា China Ready យើងសិក្សាជាមួយគ្នាបង្កើតហើយរុញទៅឲ្យរដ្ឋាភិបាលយើងទាំងពីរដើម្បីដោះស្រាយកិច្ចការហ្នឹងបាទយើងកុំបន្ទោសចិនទៅបន្ទោសខ្លួនឯងខ្លះផងបាទកុំមកវិនិយោគមានស្គាល់ពីណាដែរមានខ្នងទេបើខ្ញុំមកវិនិយោគកុំយកអាហ្នឹងមកនិយាយខ្ញុំមកវិនិយោគខ្ញុំអាងច្បាប់អ្វីកាលណាមានច្បាប់ជាមូលដ្ឋានគ្រឹះវាធ្វើឲ្យអ្នកវិនិយោគគេអត់ខ្លាចទេពីព្រោះវិនិយោគមិនមែនឆាពងទាទេហើយក៏មិនមែនឆាសាច់មាន់ដែរវិនិយោគត្រូវការរយៈពេលវែងកាលណាពាក់វែងស្អីដែលការពារគេគឺច្បាប់ភាពច្បាប់រឹងមាំដែលធ្វើឲ្យគេវិនិយោគកាន់តែច្រើនចឹងអាកន្លែងហ្នឹងកុំមកបាទអាហ្នឹងខ្ញុំគ្រាន់ជំរាបជូនមួយទៀតដែលយើងកំពុងតែរត់ប្រណាំងសពថ្ងៃនេះកុំបារម្ភចិនធ្វើសង្គ្រាមចិនអត់ធ្វើទេអូនឯងកុំច្រឡំទៅសោះនៅឆ្នាំ1949ចិនបានរួបរวมគ្នាដោយលោកប្រធានាធិបតីគេហៅថាដឹងហើយគឺគាត់ជាវីរៈបុរសរបស់ចិនលោកប្រធានម៉ៅបានបង្រួបបង្រួមមកដល់ថ្ងៃនេះអត់ធ្វើសង្គ្រាមទេឧទាហរណ៍សង្គ្រាមនៅយូហ្គោស្លាវីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនៅសន្តានទូតរបស់ចិនធ្វើមិនដឹងសង្គ្រាមនៅមជ្ឈមបូព៌ាចិនធ្វើពង្រើយសង្គ្រាមនៅអ៊ុយក្រែនក៏ចិនធ្វើពង្រើយដែរពេលកាន់តែសង្គ្រាមចិនកាន់តែចំណេញព្រោះចិនអត់យកលុយទៅដុតក្នុងសង្គ្រាមទេចិនយកហុងកុងតាមសន្តិភាពអាមេរិកទេដែលយកលុយទៅដុតណាឥឡូវនេះយើងឃើញលោកត្រាំនឹងចរចាជាមួយនឹងលោកប្រធានប្រធានសាសនារបស់អ៊ីរ៉ង់គិតមើលអ៊ីរ៉ង់ធ្វើនុយក្លេអ៊ែរប្រមាណនោះចង្អាយណាស់តើឲ្យរុស្ស៊ីបិទភ្នែកបានទេនៅពេលដែលពួក NATO យកខែលមីស៊ីលទៅដាក់នៅមានចាំនៅឆ្នាំ1962នៅពេលដែលសហភាពសូវៀតយកមីស៊ីលទៅដាក់នៅគុយបាតើអាមេរិកមានសេចក្តីសុខទេអត់មានទេអញ្ចឹងគេបានបង្រួបបង្រួមចប់អាមេរិកកាំងយកមីស៊ីលទប់ដោយក្បាលប៉ារ៉ាម៉ាណូយកមកដាក់នៅអ៊ីតាលីយកមកដាក់នៅទួរគីរត់ប្រណាំងចុះរត់ប្រណាំងគ្នាឡើងគេប្រាប់ថា5នាទីអាមេរិកនឹងរលាយ15នាទីសហភាពសូវៀតនឹងរលាយដូចគ្នាមានកិច្ចព្រមព្រៀងគុយបាខ្លាយទៅជាប្រទេសកុម្មុយនីសរហូតដល់សប្តាហ៍ថ្ងៃខ្ញុំបានប្រាប់ខ្ញុំថារុស្ស៊ីវាអត់វាយទេអ៊ុយក្រែនត្រូវការគោលការណ៍3ប៉ុន្តែខាងអាមេរិកកាំងធ្វើអត់ដឹងឲ្យដាក់ភុចបាទគោលការណ៍3ស្អីទី1ហាមអ៊ុយក្រែនចូល NATO
ទី2ហាមអ៊ុយក្រែនកុំឲ្យចូលសហគមន៍អឺរ៉ុបទី3កុំយកមីស៊ីលមកដាក់នៅអ៊ុយក្រែនឃើញទេប៉ុន្តែរុស្ស៊ីខ្លួនឯងវាភ្លេច15រដ្ឋបាត់ខ្ទេចខ្ទីអស់អញ្ចឹងហើយបានចិនឃើញ model របស់រុស្ស៊ីដើររុស្ស៊ីមិនមែនដូរតែខោអាវទេដូរទាំងគ្រឿងក្នុងទៀតឯចិនមិនមែនអញ្ចឹងទេចិនដោះតែអាវចេញទេតែគ្រឿងក្នុងគឺចិននៅប្រកាន់ស្អីនៅប្រកាន់អីដូរតែមួយគត់សេដ្ឋកិច្ចទីផ្សារប៉ុន្តែបកដឹកនាំរដ្ឋគ្រប់គ្រងប្រជាជននៅតែធ្វើម្ចាស់អត់មានទៅណាទេអញ្ចឹងចិនដូរតែអាវអីដូរពីសេដ្ឋកិច្ចផែនការមកសេដ្ឋកិច្ចទីផ្សារវាយប្រាវចូលអឺរ៉ុបចូលមានសភាសិទ្ធិរបស់ខ្ញុំមួយទីណាមានពលឺទីនោះមានចិនទីណាមានពលឺទីនោះមានទីផ្សាររបស់ចិនអត់ខ្វល់អី money លុយមានលុយគឺមានអ្វីទាំងអស់បាទអានេះគ្រាន់តែទីហោណាអញ្ចឹងសូត្រពីចិនកុំបន្ទោសចិនយើងត្រូវរៀនសូត្រពីគេនៅអ្វីដែលល្អបាទនឹងគេហៅថាភូមិសាស្ត្រនយោបាយដែលកំពុងតែដុតរោលឥឡូវនេះលោកត្រាំកំពុងតែមានបញ្ហាទៅលើការដាក់ពន្ធអត់បញ្ហាទេខ្មែរយើងខំធ្វើខ្លួនឲ្យល្អទៅចិនគេនឹងត្រូវការពីព្រោះចិនពីប្រទេសនៅឆ្ងាយបំផុតវាគ្មិនប្រហែលបាននិយាយខ្ញុំមិនបានស្ដាប់ដែរទេរត់ប្រណាំងមួយដំបងដេញជប៉ុនយកកន្លែងជប៉ុនបាត់ពីដើមជប៉ុនលេខ2ឥឡូវចិនមកលេខ2បាត់ហើយឥឡូវនេះបើយើងសិក្សាកាន់តែមែនតើហើយកុំភ្លេចណាពេលដែលខ្ញុំទៅដល់ប្រទេសចិនផ្លូវរទេះអញ្ចឹងពេលចែករំលែកខ្ញុំនឹងសហការខ្ញុំនឹងនិយាយ copyright ពីរុស្ស៊ីមកទេណាហេតុអីចិនឥឡូវនេះខ្លាចជាចិនដែលមានលបឿនលឿនជាងរុស្ស៊ីទៅទៀតឃើញណាគេចេះចឹងគេយកហើយគេយកមកអភិវឌ្ឍគេមិនយកមកហើយឯងតាំងពីសម័យប្រាំងនៅតែប្រាំងរហូតទេត្រូវតែហ៊ានធ្វើត្រូវតែហាកាត់ដើម្បីការរត់ប្រណាំងនៃសកលភាវូបនីយកម្មឥឡូវដល់ AI ហើយអាហ្នឹងយើងត្រូវរួមគ្នាធ្វើត្រូវតែហ៊ានធ្វើបើយើងនៅតែអភិរក្សប៉ុន្តែវប្បធម៌ត្រូវតែអភិរក្សនិងអភិវឌ្ឍបាទប៉ុន្តែសម័យទំនើបត្រូវតែការរៀបចំអញ្ចឹងចំណុចមួយទៀតដែលខ្ញុំមិននិយាយទេដោយសារតែពេលវេលាវាច្រើនគេមើលមុខងាប់ហើយអញ្ចឹងខ្ញុំនិយាយអំពីការសហការតាមពិតច្រើនណាស់សហការយកសហការ4ធំសហការទី1ព័ត៌មានយើងមិត្តល្អយើងទៅប្រកាន់នៅសហការជាមួយគ្នាខ្ញុំតែងឲ្យសភាសិទ្ធមួយទៀតដឹង100ដងច្បាំង100ដងឈ្នះ100ដងកាលដែលមិនដឹងគឺជាភាពគ្រោះថ្នាក់បើណែឯងជាមិត្តដាច់ថែបមែនទៅឲ្យព័ត៌មានគ្នាទៅវិញសហការជាមួយគ្នាព័ត៌មានទី2សហការជាមួយគ្នាបង្កើតដែលអាដាមគីសេរីវត្តនិយាយមួយជ្រុងត្រូវអីត្រូវតែរៀបចំមកមិនបាច់ដូចថាជួយទិញដលងជីជួយមិនបាច់ទេយើងធ្វើផលិតផលរបស់យើងឲ្យកាន់តែថោកហើយមានគុណភាពពួកគេមកដល់កម្ពុជាណាដូចយើងទៅថៃទៅវៀតណាមអញ្ចឹងថៃថោកហើយឆ្ងាញ់ហេតុអីគេថោកឆ្ងាញ់បានកុំបន្ទោសចិនធ្វើបន្ទោសខ្លួនឯងថោកហើយឆ្ងាញ់ថោកគេផលិតខ្លួនឯងឆ្ងាញ់គេមានជំនាញបើអត់ជំនាញធ្វើមិនក៏វាអត់ដែរធ្វើមិនបានថោកគេផលិតខ្លួនឯងពូជរបស់គេជីរបស់គេទឹករបស់គេភ្លើងរបស់គេដឹកជញ្ជូនថោកទៀត5ចំណុចដែលខ្ញុំនិយាយហ្នឹងគឺ5ហ្នឹងដែលយើងអាចប្រកួតប្រជែងរបស់គេឥឡូវឧទាហរណ៍អាស៊ានមានអីទៅនិយាយមួយអាមេរិកអាស៊ាន10ជោគវាសនាតែមួយមានតែក្នុងกระดาษទេអាស៊ាន10ជោគវាសនា10មិនជោគវាសនាមួយទេមិនទៅគ្រាន់តែខ្មែរលក់ស្រូវអត់បានមានស្រូវរួមគ្នាផងហ្នឹងគេលក់សាំងមួយបារ៉ែលប្រមាណគេនិយាយគ្នាហើយយើងអត់ទេស្រូវប្រកួតលួចទិញគ្នាស្វ័យកាន់ទីលួចចេញពីគ្នាប្រកួតគ្នាអាស៊ានទាំងអស់ឃើញទេមានភាសារួមទេអត់មានភាសារួមទៀតអញ្ចឹងពេលគេដាក់មកយកអត់មានទេអឺរ៉ុបគេមានឆ្អឹងខ្នងពីដើមមានអង់គ្លេស
miền Prang miền Alamong Ong lấy quạt tranh tới quạt được sao pi nợ Prang nợ Alamong là chỉ chẳng khong ASEAN miền nào chẳng khong á ọt miền thế ọt miền thế lùi rùm ấy Europe cái miền lùi EU không ai dưng trái lùi riêng Việt Nam trái lùi đông Thái trái lùi bát và trái lùi xanh ngọt thế chẳng cả đại dương túc chung với Americ mình túc rồi pon tai complete thà Trump chỉ nè sẽ thực hiện vậy thà Trump đừng miênបញ្ហា không ai mình đang nghe bàn tay sầm nhạt không chưa chắc thà Americផលិតតែគ្រឿងធ្ងន់ដូចជារកក្រោកដូចជាកប៉ាល់ហោះដូចជាស្អីចឹងដូចជា chip អីនឹងឲ្យអដេញឲ្យកោះតៃវ៉ាន់អ្នកជាអ្នកផលិតទេអញ្ចឹងគាត់បាត់បង់ការងារធ្វើអញ្ចឹងគាត់ប្រមូលឲ្យតែផលិតនៅក្នុងស្រុករបស់គាត់ដើម្បីគាត់តម្លើងពន្ធដើម្បីយើងទៅផលិតនៅក្នុងនោះប៉ុន្តែអត់សំខាន់ទេគ្រឿងញៀនគេដឹងគេសម្លាប់គ្រឿងញៀនដល់គេចាប់បានគេបាញ់ចោលប៉ុន្តែគ្រឿងញៀននៅហូរពេញពិភពលោកព្រោះវាឆ្ងាញ់ព្រោះវាញៀនអញ្ចឹងផលិតផលខ្មែរបើវាល្អហើយធ្វើឲ្យគេញៀនឲ្យគេឆ្ងាញ់ឲ្យគេយល់ថាពេលក្រេបស្វាយចន្ទទីទៅក្រេបទឹកថ្នោតទៅទឹកថ្នោតពុតជាមានន័យណាស់បងអូនណាបងអូនឯងបានឃើញខ្ញុំទៅដល់អាមេរិកខ្ញុំឈឺគេយកប្រហុកខ្មែរគ្រាន់តែដូរទេប្រហុកត្រីអីត្រីកាភ្លៀងដូរទេដាក់រូបអង្គរវត្តទៀតយកថ្នោតយើងជួយចិត្តស្ដើងសម្រាប់ធ្វើបង្អែមគេធ្វើអាកោថ្នោតខ្ចប់ខ្មែរយើងមើលទេបងអូនឯងទៅមើលដើមថ្នោតមានប្រអោងហើយខ្ញុំធ្វើសៅជ្រាវហើយ100ដើមមានច្រើន10ដើមមានប្រអោងអញ្ចឹងពួកនឹងហោះឡើងទៅយកទឹកថ្នោតហ្មងអញ្ចឹងស្ករថ្នោតគឺស្ករសោតសុបនិមិត្តថ្ងៃមុនចាប់បានរាប់រយតោនអាហ្នឹងដែលយើងបំបត្តិស្អីខ្លួនយើងបំបត្តិនៅសេចក្តីទុកចិត្ត brand name របស់យើងចឹងអាហ្នឹងក៏មកចឹងបាទចឹងក៏បន្ទោសចិនទៅបន្ទោសខ្លួនឯងផងបាទក៏បន្ទោសខ្លួនឯងហើយខ្ញុំសង្ឃឹមចឹងសហការគ្នាឲ្យគាត់បង្កើតរោងចក្រឲ្យច្រើនកាលណារោងចក្រឲ្យច្រើនបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឯកឧត្តមគិនភៀមមានសាសហើយហ្នឹងគឺបណ្ដុះបណ្ដាលវិជ្ជាជីវៈតែរៀមដិតសភាធ្វើហើយអូនឯងគិតមើលទៅធ្វើកម្មករថ្ងៃបាន$10កឡុកស្រាតែ2កែវបាន$10បាទស្រាកឡុកទឹកផ្លែឈើតែ2កែវបាន$5បាទធ្វើអាហារតែមួយចានបាន$10អាហារមកពីអីមកពីសាច់មកពីបន្លែអីបន្លែធម្មជាតិរបស់យើងសាច់របស់យើងហើយមិនមែនថាចឹងរៀបដិតសភាមិនធ្វើណាទៅឧស្សាហដែលចូលសែននៅសៃត្រាប់ទៅចង់ឈីចង់បើចង់សាច់បានភ្លាមប៉ុន្តែមុនបាននោះក៏ចង់ជូរសក់អត់ដែរបាទអញ្ចឹងយើងត្រូវធ្វើរបស់នេះហើយចិនគេអញ្ចឹងយើងទៅមើលស្រុកចិនដាំបន្លែរកតែផ្លូវដើរបានមិនបានផងរឿងអីគេមកទិញបន្លែពីយើងមានគេលក់ឲ្យយើងវិញគេកោភ្នំដាំតែឯងកោភ្នំយកថ្មយករ៉ែវាខុសគ្នារៀនសូត្រពីចិននិយាយទាំងតាមអនឡាញចឹងខ្ញុំគេរករឿងហើយបើឈប់និយាយបាទចឹងបងប្អូនឯងក៏មកខ្មែរដុំពេជ្រស្អីក៏មានដែរគេឡើងភ្នំអូនឯងឃើញបើអូនឯងទៅឃើញនារីចិនណាស្ពាយខាងក្រោយនឹងបេះតែគេបញ្យលតែគេមួយកែវ$20ឃើញមើលអាហ្នឹងយើងគិតមើលអាហ្នឹងតើខ្មែរយើងត្រូវរៀបចំអីដែរទៅឲ្យគេឲ្យទឹកថ្នោតដែលមានទឹកដបរិសុទ្ធកុំភូតគេអសោះឲ្យគេក្រេបទឹកថ្នោតទៅឲ្យដូចគេក្រេបតែរបស់ចិនដែរឲ្យគេក្រេបអីក្រេបទឹកដូងដបរិសុទ្ធរបស់យើងឲ្យដូចគេក្រេបនៃតែត្រួយតែរបស់ចិនដែរអញ្ចឹងយើងរៀនសូត្រពីគេផងបាទអានេះខ្ញុំគ្រាន់តែអញ្ចឹងទេហើយយើងចែករំលែកសហការហើយមួយទៀតដែលយើងត្រូវតែរួមគ្នាធ្វើឲ្យខ្លាចថែបមើលដៃថែបគឺប្រព័ន្ធអប់រំដើរតួនាទីសំខាន់ណាស់សូមឲ្យចិនផ្ដាល់មកផងកម្ពុជាផ្ដាល់ទៅវិញស្អីតែភាពជោគជ័យចិនប្រែคล้าย
ពីរទេះភ្លើងមិនលឿនឲ្យទៅជារទេះភ្លើងលឿនបាទពីដើមលោកប្រធានម៉ៅខ្ញុំដឹងគាត់យកពីរុស្ស៊ីមកប៉ុន្តែកម្ពុជាទៅយកពីចិនវិញហើយចិនត្រូវផ្ដល់ឲ្យកម្ពុជាវិញនៅប្រព័ន្ធរទេះភ្លើងលឿនចិនពីដើមមានបារម្ភទៅលើការបរិស្ថានព្រោះចិនបានកាប់ដើមឈើច្រើនឥឡូវគេដាំដើមឈើពេញខ្មែរយើងមិនបាច់ដាំទេកុំឲ្យតែកាប់បានហើយយកតាណាអត់អស់ទេចឹងចិនគេរៀបចំទៅបរិស្ថានល្អចុះចែករំលែកអានឹងមកផងចែកវាមិនហើយចិនគេតាមេគេថាគេត្រូវគោរពពីលើដល់ក្រោមអាយើងហេសយមេថាបើអាកូនអត់ធ្វើបាទអានឹងបញ្ហាធំណាបញ្ហាធំអាកាត់ដោយសម្ដេចលោកមានប្រសាឆ្លប់កញ្ចក់ងូចទឹកហើយឆ្លប់កញ្ចក់ហើយស្រួលបោវះកាត់ត្រូវតែហ៊ានវះកាត់កុំទុកទៀតមន្ត្រីបែបហ្នឹងឈប់ទុកចង់ទៅចេះតែបន្ទោសចិនមិនជួយខ្លួនឯងជួយខ្លួនឯងសិនបើខ្លួនឯងមានសមត្ថភាពជួយខ្លួនឯងហើយសុំធ្វើដំណើរទៅពីណាមិនចង់ក្រេបទឹកដូងខ្មែរអ្នកណាមិនចង់ហូបត្រីខ្មែរអ្នកឯងផឹកទឹកឡាំឆាងផឹកទឹកទន្លេមេគង្គប៉ុន្តែកាពះត្រីមិនមែននៅឡាំឆាងទេនៅបឹងទន្លេសាបពីដើមអាំងឃ្មុំឥឡូវរហូតតែឃ្មុំអាំងអត់បានព្រោះកាប់ព្រៃលិចទឹកអស់អ្នកឯងបាញ់ថ្នាំសម្រាប់សត្វតែអ្នកឯងស្លាប់គ្រោះអាសន្នទៅលះខ្ចៅដែលជាចំណីរបស់ត្រីខ្ញុំនិយាយខ្ញុំដឹងខ្ញុំឈឺខ្ញុំពិការដៃដោយសារបឹងទន្លេសាបពួកខ្ញុំអានពេលដែលយើងអានអូនឯងទៅមើលនៅតាមសិលាចារឹកអូនឯងទៅមើលនៅបាយ័ននៅកោតូចកោធំខ្មែរទីណាមានទឹកមានត្រីមានកពើតែឥឡូវកពើក៏ចិញ្ចឹមត្រីក៏ចិញ្ចឹមមិនបាច់ចិញ្ចឹមទេខ្មែរពីដើមអញ្ចឹងអូនឯងគ្រាន់តែទុកតែព្រៃបឹងទន្លេសាបមួយឃ្មុំក៏មិនខ្វះព្រោះវាក្រេបយកនៅផ្កាឈើកែងការរាំងស្លឹករាំងគេអាចយកមកធ្វើលបោយស្លឹករាំងគេអាចមកធ្វើបន្លែបានគ្រប់មុខហើយជាចំណីរបស់ត្រីអូនឯងហើយអាចបង្កើតនៅទេសចរសុបនិមិត្តគេធ្វើផ្ទះនៅដើមរាំងនៅប្រទេសថៃគេយក$1000ខ្មែរយកតែ100បានហើយស្ទូចត្រីហ្នឹងអាំងឲ្យគេទៀតអត់យកតាណាត្រីគេចិញ្ចឹមរស់បែបធម្មជាតិចុះខ្វាមកយកលាងឲ្យស្អាតហាលដាក់ម្ទេសឲ្យគេហូបនៅហ្នឹងឥឡូវគេដឹកលាមកឲ្យហូបឈឺណាបងអូនណាឈឺណាប៉ុន្តែត្រូវតែបន្តទាំងអស់គ្នាខ្ញុំមិនได้សល់ច្រើនណាបើខ្ញុំមិននិយាយតទៅទៀតទេដោយសារពេលវេលាហៅបាយហើយខ្ញុំសូមអរគុណនៅអ្នករៀបចំកម្មវិធីនិងវាគ្មិនទាំងអស់ដែលមានវត្តមាននៅទីនេះហើយសូមបិទអង្គវិធីចាប់ពីនេះសូមអរគុណបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយដាមបណ្ឌិតសុភាចារប្រធានរាជបណ្ឌិតសភាកម្ពុជាដែលបានថ្លែងសន្និដ្ឋានប័ណ្ណប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនិងមានភាពតាក់ទាញយ៉ាងខ្លាំងចំពោះអ្នកចូលរួមបាទឥឡូវនេះដើម្បីបន្សល់ទុកនៅអនុស្សាវរីយ៍សូមអនុញ្ញាតគោរពអញ្ជើញអាយដាមបណ្ឌិតសុភាចារអាយដាមលោកជំទាវជីវគ្មិនបាទអញ្ជើញមកខាងលើដើម្បីផ្តិតរូបទុកជាអនុស្សាវរីយ៍បាទសូមគោរពអញ្ជើញមកសម្រាប់ជោគជ័យជនជាតិមានលំហរួមកសាងជាតិមកប្រពៃជាយាមសម្រាប់ជោគជ័យជនជាតិមានតោរាជបណ្ឌិតសភាកម្ពុជាឧត្តមជាទីប្រជុំអ្នកប្រាជ្ញខ្មែរមានភារកិច្ចរក្សាថែស្រាវជ្រាវពងពោះពូកែនាំខ្មែរឆ្ពោះទៅមុខបណ្ឌិតសភាកម្ពុជាត្រូវការគឺជាគូក្បែររបស់